តែសម័យនេះបើសិនជាគេចង់ដឹងទៅលើទីតាំងរបស់សត្រូវឬទីតាំងរបស់អ្នកណាមួយគឺគេប្រើទៅលើសត្វតឡៃជំនួសឲ្យផែនទីផ្កាយរណបបាទផ្កាយរណបអាចបន្ថែមនឹងខមមិនក៏បានសង្គ្រាមនេះខ្លាយជាសង្គ្រាមលំដាប់ទី2នៅក្នុងពិភពលោកដែលគេកំពុងតែបើកភ្នែកមើលយើងខ្ញុំសូមគោរពនឹងជម្រាបសួរដល់លោកអ្នកនាងដែលកំពុងទស្សនាការផ្សាយពិសេសនៃសារព័ត៌មាន The Khmer Today នៅក្នុងកម្មវិធីផ្សាយនាថ្ងៃនេះគឺមានប្រធានបទដ៏ល្អមួយដែលយើងខ្ញុំចេញផ្សាយជាពិសេសនៅក្នុងអំឡុងពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងតែទន្ទឹងរង់ចាំព័ត៌មានអំពីបាត់ឈប់បាញ់ដោយដែលលោកអ្នកនាងបានដឹងស្រាប់ថាសារព័ត៌មាន The Khmer Today យើងមានចេញផ្សាយជាភាសាអង់គ្លេសផងចេញផ្សាយជាភាសាខ្មែរផងក្នុងគោលបំណងតែមួយគត់ដើម្បីឲ្យទស្សនិកជនទាំងអស់គ្នាដែលទទួលបានព័ត៌មានពី The Khmer Today មានអារម្មណ៍ថាទទួលព័ត៌មានច្បាស់ស្ងប់ចិត្តនិងបានជាបណ្ដុំនៅក្នុងការគិតរបស់លោកអ្នកនាងផងដែរអញ្ចឹងនៅក្នុងការជួបគ្នានាវេលានេះក្រោមប្រធានបទសង្គ្រាមសម័យទំនើបបច្ចេកវិទ្យាជាអាវុធព័ត៌មានជាសមរភូមិថាតើនៅក្នុងប្រធានបទមួយនេះមានអត្ថន័យខ្លឹមសារយ៉ាងណាយើងនឹងមកជជែកវែកញែកជាមួយនឹងយុវជនកម្ពុជាពីររូបដែលពួកគាត់សុទ្ធតែជាយុវជនសកម្មនៅក្នុងការងារសង្គមចាទី1គឺប្អូនប្រុសឡាំឡាយដែលបងប្អូនទាំងអស់គ្នាបានស្គាល់ហើយរហស្សនាមចុងបិចអង្គរចាដែលជាបេក្ខភាពបណ្ឌិតនៅក្នុងផ្នែកអប់រំហើយយើងក៏មានវាគ្មិនមួយរូបទៀតផងដែរដែលជាយុវជនស្រស់សង្ហាដែលបងប្អូនធ្លាប់បានស្គាល់ហើយចាមានចំណេះដឹងច្រើនពាក់ព័ន្ធទៅនឹងខាងផ្នែកបច្ចេកវិទ្យាគឺប្អូនប្រុសឈុនសុធាវណ្ណដែលជានិស្សិតវ័យក្មេងបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រវិស្វកម្មបច្ចេកវិទ្យាព័ត៌មានដែលយុវជនយើងភាគច្រើនស្គាល់ថាអ្នករៀន IT Engineering ចាអញ្ចឹងជំរាបសួរបងអូនចាជំរាបសួរបងអូនចាលោកអ្នកនាងនាថ្ងៃនេះយើងជួបគ្នានៅក្នុងប្រធានបទដ៏ពិសេសនេះសង្ឃឹមថានឹងធ្វើឲ្យបងប្អូនទាំងអស់គ្នាសុខស្ងប់នៅក្នុងផ្លូវចិត្តស្របពេលដែលសមរភូមិព័ត៌មានពុះកញ្ជ្រោលសារជាថ្មីម្ដងទៀតមុននឹងស្វាគមន៍បងប្អូនទាំងពីរហើយមុននឹងឈានចូលទៅដល់ប្រធានបទយើងនាងខ្ញុំសូមរំលឹកជូនបងប្អូនទាំងអស់គ្នាអំពីព័ត៌មានដែលបានកើតឡើងនៅក្នុងថ្ងៃនេះតែម្ដងគិតត្រឹមថ្ងៃទី23ខែធ្នូឆ្នាំ2025នេះភាគីថៃនៅមិនទាន់បញ្ឈប់ការឈ្លានពានមកលើកម្ពុជានៅឡើយទេហើយបើយោងទៅតាមការចេញផ្សាយនៃក្រសួងការពារជាតិភាគីថៃនៅតែប្រើប្រាស់អាវុធធុនធ្ងន់បាញ់ឈ្លានពាននៅលើទឹកដីកម្ពុជាងាកមកខាងសហរដ្ឋអាមេរិកឯនេះវិញលោកប្រធានាធិបតី Donald Trump បានដាក់ចំថាថៃគឺជាអ្នកចាប់ផ្ដើមចំនួនជាមួយកម្ពុជាហើយអាមេរិកជំរុញឲ្យរដ្ឋមន្ត្រីការបរទេសពន្លឿនការបញ្ចប់សង្គ្រាមមួយនេះពីទីក្រុង Washington នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី22ខែធ្នូឆ្នាំ2025លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានថ្លែងចំនិងច្បាស់ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផលិតនាវាចម្បាំងថ្នាក់យក្សជំនាន់ថ្មីដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងរដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិកផងដែរហើយលោក Donald Trump បាននិយាយថាខ្ញុំបានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសគឺលោក Marco Rubio ធ្វើយ៉ាងណាស្វែងរកវិធីបញ្ចប់សង្គ្រាមមួយនេះឲ្យខាងតែបានក្រោយលោក Donald Trump និយាយពាក្យនេះលោកនាយករដ្ឋមន្ត្រីចាំផ្ទះនៃប្រទេសថៃគឺលោកអនុទីនកំពុងតែទួញសោកតាមបណ្ដាញសារព័ត៌មានថាគ្មានអ្នកណាគេឈរខាងយើងទេចាងាកមកបងប្អូនទាំងពីរឈរខាងណាឥឡូវចម្លើយងាយយល់ចូលទៅលើភាពត្រឹមត្រូវចូលទៅលើការមិនបង្ហូរឈាមចាចូលទៅលើសន្តិភាពចាអញ្ចឹងលោកអ្នកនាងតាំងពីបើកកម្មវិធីរហូតដល់ឥឡូវអត់បានស្វាគមន៍សួរសុខទុក្ខទេចាសុខទុក្ខមិនហើយសុខទុក្ខអាចថាធម្មតាទៅតាមដំណើរនៃជីវិតដែលបំពេញការងារក្នុងនាមជាយុវជនដូចគេដូចឯងដែរចាប៉ុន្តែសុខទុក្ខនេះទៀតសោតក៏យើងបានចូលរួមចំណែកនៅក្នុងការសោកសង្រេងចំពោះវីរៈកងទ័ពក៏ដូចជាបងប្អូនដែលបានបាត់បង់អាយុជីវិតដោយសារតែសង្គ្រាមមួយនេះហើយនិងបងប្អូនដែលកំពុងតែពិសិដ្ឋប្រមាណជាជិតកន្លះលាននេះចាដូច្នេះអារម្មណ៍យើងចេះតែគិតថាយើងសុខប៉ុន្តែចិត្តរបស់យើងទៅនៅមួយពួកគាត់ឯណោះចាចូលខាងវ៉ាន់វិញមួយរយៈនេះប្រហែលជារវល់ច្រើនមើលទៅបាទបងមួយរយៈនេះពិតជាមមាញឹកច្រើនក៏ប៉ុន្តែតកតងទៅនឹងសុខទុក្ខ
សុខសប្បាយជាធម្មតាទេ ចាតាំងពីវីដេអូមុនដែលនាងខ្ញុំបានជួបជាមួយនឹងបងអូនប្រុសសិទ្ធិវណ្ណពាក់ព័ន្ធទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាជាពិសេសរឿងវេកញែករូបថតរកទីតាំងអីហោហែមកឃើញថាមានទស្សនិកជនជាច្រើនគ្រប់គ្រងសិទ្ធិវណ្ណច្រើនចាមានទាំងជាការសរសើរមានជាការលើកទឹកចិត្តហើយក៏មានជាការអរគុណផងដែរដែលបងអូនបានចូលរួមផ្ដល់ព័ត៌មានដើម្បីពួកគាត់នឹងមានភាពសុខស្ងប់ក្នុងចិត្តពីព្រោះគាត់ព្រួយខ្លាំងមុនដែលយើងបង្ហាញអំពីរឿងរ៉ាវនៃការប្រើប្រាស់ metadata ចាប់រូបភាពចាប់ទីតាំងតាមរយៈរូបភាពឬក៏វីដេអូអញ្ចឹងណាចាអញ្ចឹងដោយសារតែលោកតាលោកយាយគ្រប់គ្រងច្រើនទស្សនិកជនគ្រប់គ្រងច្រើនហេតុនេះហើយទៅអញ្ជើញទាំងបងអូនឡាំឡាយចុងបង្គោរួមជាមួយនឹងបងអូនសិទ្ធិវណ្ណដែលជា idol របស់លោកតាលោកយាយមកចូលរួមក្នុងតុវេទិកាតែមួយចាហើយថ្ងៃនេះប្រធានបទនេះគឺពិសេសមែនទែនហើយនាងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបានស្ដាប់មិនបង្ខំចាស្ដាប់តាមដំណើរពីព្រោះថាប្រធានបទទាំងពីរនេះសុទ្ធតែមានសារៈសំខាន់ក្នុងអំឡុងពេលនេះជំរាបជូនលោកអ្នកនាងថាពាក់ព័ន្ធទៅនឹងរឿងសង្គ្រាមនៅក្នុងទ្រឹស្ដីសង្គ្រាមតើសង្គ្រាមចាប់ពេលណាជាសំណួរដែលគ្មានចម្លើយហេតុនេះហើយចំណេះដឹងពាក់ព័ន្ធទៅនឹងព័ត៌មាននិងបច្ចេកវិទ្យាជារឿងដែលយើងត្រូវដឹងដោយមិនមានការកំណត់ថាខ្ញុំដឹងត្រឹមថ្ងៃនេះបានហើយថ្ងៃស្អែកមិនបាច់ដឹងទេអត់ទេបងប្អូនទាំងគ្នាជារឿងដែលយើងត្រូវដឹងត្រូវយកចិត្តទុកដាក់ត្រូវតាមដានងាកមកកាន់ប្រធានបទយើងវិញបច្ចេកវិទ្យាជាអាវុធព័ត៌មានជាសមរភូមិសូមលើកជាសំណួរពាក់ព័ន្ធទៅនឹងរឿងព័ត៌មានជាសមរភូមិទៅកាន់បងប្រុសឡាំឡាយពីព្រោះថាអូនច្រើនតែនិយាយថាភាគីបរទេសចាដែលគេជាដៃគូប្រយុទ្ធជាមួយយើងនាវេលានេះដែលគេបើកការឈ្លានពានបើកឧក្រិដ្ឋកម្មសង្គ្រាមមកលើយើងគេមិនមែនប្រើប្រាស់ត្រឹមតែសង្គ្រាមសព្វវុធជាមួយយើងទេចាគេធ្វើសង្គ្រាមធ្វើមុខជាមួយយើងព្រោះនេះខ្ញុំចាំបានវិចារណកថាដែលបងអូនបានសរសេរឡើងហេតុអីបានជាអូនលើកឡើងថាព័ត៌មានវាคล้ายទៅជាសមរភូមិនៅក្នុងពេលនេះចាបាទអរគុណហើយជាកេរដំបូងនេះខ្ញុំគោរពជំរាបសួរទៅកាន់បងប្អូនម្ដងទៀតហើយជំរាបសួរវ៉ាន់ជំរាបសួរបងដូចគ្នាដែរមុននឹងចែករំលែកនេះខ្ញុំបើកកញ្ចក់ថាសូមបងប្អូនស្ដាប់តាមសម្រួលស្ដាប់ដោយការគិតស្ដាប់ដោយការពិចារណាថ្លឹងថ្លែងរវាងសន្និការជាក់ស្ដែងបូកជាមួយនឹងអ្វីដែលបានកាត់ឡើងកន្លងទៅនៅក្នុងសង្គ្រាមអាចថាខ្មែរថៃចំពោះអ្វីដែលខ្ញុំបានលើកឡើងពាក់ព័ន្ធជាមួយនឹងសង្គ្រាមព័ត៌មានកន្លងទៅហើយសមរភូមិព័ត៌មានក៏ជាផ្នែកមួយដែលយើងត្រូវគិតពិចារណាដែរហើយសំខាន់ទៀតផងដោយសារទី1អ្វីដែលខ្ញុំក៏សង្កល់ហើយអ្វីដែលបងប្អូនទាំងអស់គ្នាបានមើលឃើញឬក៏បងប្អូនខ្លះមិនទាន់មើលឃើញទេខ្ញុំជម្រាបជូនថាបច្ចុប្បន្ននេះថៃប្រើសង្គ្រាមព័ត៌មានដដែលហើយជាហូរហែហើយសង្គ្រាមព័ត៌មានទៀតសោតមានគ្រប់ទម្រង់ខ្លះជាការកុហកបោកប្រាស់នៃរបបប្រជាជនថៃខ្លួនឯងទម្រង់ខ្លះជាព័ត៌មានដែលបំបាក់បំបោប្រជាពលរដ្ឋខ្មែរឲ្យបែកជាពីររវាងរដ្ឋាភិបាលហើយនិងរាជព័ត៌មានខ្លះគឺជាព័ត៌មានដែលពិតដែរប៉ុន្តែពិតតែម្ខាងចាពិតតែម្ខាងនេះគឺកំពុងតែអាចនិយាយសាមញ្ញថាកំពុងតែពេញនិយមពិតតែម្ខាងឬក៏ជាព័ត៌មានឯកតោភាគីនិយាយចឹងទៅនិយល់ទី1ទម្រង់របស់វាគឺឧទាហរណ៍ថាមានភាគីចំនួន4រូបមានកម្ពុជាមានថៃដែលជាភាគីចំនួនណាហើយមានអ្នកសម្របសម្រួលដូចជាម៉ាឡេស៊ីហើយនិងសហរដ្ឋអាមេរិកដែលជាអ្នកដែរលោកដៃរឿងជ្រៅទីដែរលើនេះដើម្បីឲ្យថៃនិងកម្ពុជាចុះបានដែលឡែកនៅពេលដែលកិច្ចការងារចរចាកំឡុងការចរចាព័ត៌មានជាច្រើនភាគច្រើនចេញតែពីខាងថៃមូលហេតុអីបានយើងថាឃើញតែចេញពីភាគីថៃយើងអាចនិយាយថាអូមកពីថៃព័ត៌មានលឿនមកពីថៃព័ត៌មានរហ័សអីផ្សេងៗជារឿងមួយដែលត្រឹមត្រូវមិនខុសទេប៉ុន្តែជារឿងមួយដែលយើងត្រូវគិតឲ្យបានដិតដល់គឺជាការផ្ដល់ព័ត៌មានឲ្យបានលឿនបំផុតតាមអាចធ្វើទៅបានដើម្បីឲ្យរង្គោះរង្គើទៅលើព្រឹត្តិការណ៍ហ្នឹងចា៎ជាឧទាហរណ៍ថាត្រាំនិយាយបែបនេះត្រាំបាននិយាយជាមួយនឹងនាយករដ្ឋមន្ត្រីថៃអនុទិនប្រហែលថ្ងៃមុនពីថ្ងៃទី17ចា៎ហើយក្នុងចំណោមទាំងអស់អ្នកទាំង4អ្នកអត់ទាន់មានណានិយាយទេប៉ុន្តែស្រាប់តែអនុទិនចេញមកនិយាយតែឯងមុនគេគាត់ហ្នឹងត្រាំប្រាប់គាត់ថាអញ្ចេះអញ្ចោអីចឹងទៅតាមរូបភាពដែលគាត់ចង់និយាយហើយព័ត៌មានទៀតសោតគាត់និយាយតែមួយខាងទេហើយនិយាយតែមួយខាងគឺយើងអ្នកតាមដានមិនទាំងមជ្ឈដ្ឋានជាតិមជ្ឈដ្ឋានអន្តរជាតិជាឧទាហរណ៍ថាយកពីខែសូត្រទៅខែសូត្រយកសម្ដីរបស់អនុទិនមកផ្សាយហើយ
ក្រោយពេលដែលខាងសោបផ្សាយស្រាប់តែមានសារព័ត៌មានអន្តរជាតិដូចជា Reuters ដូចជាSouth China Morning Post យកពីខាងសោបទៅផ្សាយបន្តចាអញ្ចឹងទៅជាព័ត៌មានអន្តរជាតិដែរជាព័ត៌មានពិតដែរប៉ុន្តែអាចជាព័ត៌មានឯកតោភាគីចាពិតមិនគ្រប់ជ្រុងជ្រោយពិតមិនទាន់គ្រប់ជ្រុងជ្រោយចុះភាគីកម្ពុជានិយាយមិនដែរចាចុះភាគីត្រាំនិយាយយ៉ាងមិនដែរចុះភាគីម៉ាឡេស៊ីនិយាយយ៉ាងមិនដែរចាអញ្ចឹងរវាងរឿងរ៉ាវទាំងអស់នោះការទទួលព័ត៌មានជាឯកតោភាគីបែបនេះអ្នកណាដែលទទួលអារម្មណ៍ផ្លូវចិត្តសម្ពាធខ្លាំងជាងគេមិនមានណាគេក្រៅពីភាគីកម្ពុជាទេចាអញ្ចឹងភាគីកម្ពុជាគាត់ទទួលអារម្មណ៍ថាហាក់មិនបានត្រាំនិយាយអញ្ចឹងដាក់អនុទានអញ្ចឹងទាំងការពិតក្នុងការទូតរបៀបរបបការនិយាយស្ដីគឺគេមិនដាច់អហង្ការទេចាជាឧទាហរណ៍ដូចមុននេះដូចបងបានលើកឡើងត្រាំគាត់ព្យាយាមនិយាយឲ្យភាគីទាំងអស់ហ្នឹងសម្របសម្រួលហើយតាំងពីដើមមកគាត់មិនបាននិយាយថាណាអ្នកបកណាអ្នករោរឿងណាអ្នកអីទេគាត់និយាយតែមួយគឺគាត់គឺជាអ្នកដែលបង្កើតសន្តិភាពឬក៏ peacemaker នៅក្នុងពិភពលោកចា៎ហើយគាត់ទាញសាច់រឿងមួយថាដូចថ្មីហ្នឹងថៃជាអ្នកចាប់ផ្ដើមសង្គ្រាមមុនឬក៏ថៃជាអ្នកដែលបកហេតុសារឡើងវិញអីចឹងទៅដូច្នេះតម្រុំនឹងមានពាក្យហ្នឹងណាយើងទៅមើលខាងក្រោយមើលមានពាក្យការទូតជាច្រើនដែលគេមិននិយាយថាថៃជាអ្នករោរឿងឬកម្ពុជាជាអ្នករោរឿងគឺគេអត់ចោទអាណាម្ខាងទេគឺគោលដៅដើម្បីអីគឺដើម្បីបញ្ចប់ចំនួនដោយសន្តិវិធីហើយនឹងការពេញចិត្តចា៎ប៉ុន្តែយើងដឹងទម្លាប់អ្នកដែលចង់ឈ្នះគេហើយគឺអ្នកដែលចង់ឈ្នះគឺត្រូវទាញភាគីជាច្រើនទាំងជាតិទាំងអន្តរជាតិទាំងមជ្ឈដ្ឋានទាំងអស់ឲ្យមកឈរខាងខ្លួនឯងអញ្ចឹងហើយបានថៃបានប្រកាសមុននេះទាំងរដ្ឋមន្ត្រីក្រសួងការជាតិក៏ប្រកាសអនុទានខ្លួនឯងជានាយករដ្ឋមន្ត្រីកៅអីជើង3ហ្នឹងក៏ប្រកាសថាដូចមិនមានណាគេ stand for our country មិនមានណាគេដូចមកឈរខាងយើងទេតាមធម្មតាគឺទម្រង់វាអញ្ចឹងត្រឡប់ទៅកាន់អ្វីដែលខ្ញុំចែកម្លែកមុននេះបើសិនជាយើងយកតាមព័ត៌មានឯកតោភាគីមកដាក់បន្ទុកមកដាក់សម្ពាធមកនិយាយឲ្យធំជារូបភាពសម្លេងមើលទៅដូចកម្ពុជាគ្មានសម្លេងសោះចា៎ប៉ុន្តែតាមពិតគឺជារបៀបដែលថៃប្រើប្រាស់នៅក្នុងការបំបាក់ស្មារតីជាហូរហែចា៎អញ្ចឹងហើយត្រឡប់មកវិញសមរភូមិនេះគឺជាសមរភូមិមួយដែលអាចនិយាយថាមិនជាស្រួលខ្លួនប្រហែលនេះហើយដូចជាតាមខ្ញុំចាំសង្គ្រាមនេះដូចខ្ញុំអាចបន្ថែមនឹងខមមិនក៏បានសង្គ្រាមនេះខ្លាយជាសង្គ្រាមលំដាប់ទី2នៅក្នុងពិភពលោកដែលគេកំពុងតែបើកភ្នែកមើលអញ្ចឹងកិច្ចការងារទាំងអស់នេះរឿងរ៉ាវទាំងអស់នេះគឺវាជារឿងរ៉ាវដែលស្មុគស្មាញនៅក្នុងការដោះស្រាយហើយការដោះស្រាយនេះទៀតសោតបើសិនជាយើងជាភាគីកម្ពុជាជាប្រជាជនកម្ពុជាបើសិនជាយើងមានការបែកបាក់សម្លេងព័ត៌មាននោះគឺយើងនឹងចូលនៅក្នុងសេណារីយ៉ូរបស់ថៃគឺជាអន្ទាក់ព័ត៌មានហើយធ្វើឲ្យយើងទន់ចិត្តសាស្ត្រចាចង់សួរសំណួរមួយទៅកាន់អូនដែរពាក់ព័ន្ធទៅនឹងរឿងសមរភូមិព័ត៌មានជារឿយៗយើងឃើញថាភាគីខាងថៃតែងតែចេញផ្សាយព័ត៌មានជាឯកតោភាគីជាព័ត៌មានពិតប៉ុន្តែពិតមិនគ្រប់ជ្រុងជ្រោយឬពេលខ្លះព័ត៌មានហ្នឹងមិនពិតតែម្ដងប៉ុន្តែចេញផ្សាយដែរថ្មីនេះយើងឃើញមានគេហៅរដ្ឋមន្ត្រីការបរទេសរបស់ខាងប្រទេសថៃលោកស៊ីហាសានណាចាគាត់ចេញមកលើកឡើងថាបាត់ឈប់បាញ់ដោយអត់លក្ខខណ្ឌនេះកម្ពុជាមិនឃើញស្នើត្រង់មកកាន់ភាគីថៃសោះឃើញតែកម្ពុជាទៅប្រាប់សហរដ្ឋអាមេរិកឬក៏អីម៉ាឡេស៊ីអីហូហែអញ្ចឹងទៅប៉ុន្តែខ្លួនភាគីថៃរបស់ខ្លួននេះមិនទាន់ទទួលបាននៅការស្នើសុំមួយសន្លឹកណាឬក៏មិនទទួលបាននៅការស្នើសុំដាក់ពាក្យត្រង់ហ្នឹងណាពីកម្ពុជាហ្នឹងទៅខាងភាគីថៃទេនៅពេលដែលគាត់និយាយបែបនេះឃើញថាសន្ទុះនៃការបញ្ចេញមតិតាមរយៈបណ្ដាញសង្គមពុះកញ្ជ្រោលឡើងបាទគោលដៅនៅក្នុងសមរភូមិព័ត៌មានតើអីជាគោលដៅចរិតដែលគេបញ្ចេញបែបហ្នឹងមកគេចង់បានអីមិញនៅគណៈនេះណាចាយើងមានឃើញការប្រកាសពីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់យើងគឺឲ្យដល់ប្រាក់សុខុនចាគាត់បានជម្រាបជូនអំពីដំណើរការនៃការស្នើសុំឲ្យមានបទឈប់បាញ់ចាទី1ម៉ាឡេស៊ីបានដាក់ស្នើមកកម្ពុជាចំនួន3ដងបន្ទាប់ពីម៉ាឡេស៊ីក៏មានលោកដូណាល់ត្រាំដែលបងប្អូនស្គាល់ជាបងធំហើយកម្ពុជាទទួលយកសំណើនឹងទាំង4ប៉ុន្តែថៃទេតាដែលបដិសេធពុំព្រមទទួលយកសំណើនឹងត្រឡប់មកវិញការដាក់លក្ខខណ្ឌការធ្វើដូចជាខ្លួនឯងជាមនុស្សម្នាក់ដែលវ័យគេហើយឲ្យគេទៅសុំចរចាទៅសុំចោះញោម
តម្រង់បែបនេះវាគឺជាព័ត៌មានមួយដែលបង្ហាញថាការពិតដែលនៅនឹងមុខដែលថៃកំពុងតែមានគឺជាការពិតដែលត្រូវបានបង្កើតជាសេណារីយ៉ូមួយប៉ុណ្ណោះក្នុងការបង្ហាញទៅកាន់ប្រជាជនខ្លួនឯងថាខ្លួនឯងពិតជាខ្លាំងក៏ប៉ុន្តែតាមពិតវ័យគេមិនទាន់បែកទេរយៈពេល10ថ្ងៃនេះយើងទទួលស្គាល់ថាការវាយប្រហារតាមទីអាកាសវាពិតជាធ្វើឲ្យយើងទទួលអារម្មណ៍ថារងគ្រោះធ្ងន់ធ្ងរហើយមែនទែនទៅក៏រងគ្រោះមែនហើយការវាយប្រហារនេះទៀតសោតវាមិនមែនជាការវាយប្រហារតម្រង់ការពារទឹកដីរបស់ថៃទេចា៎វាគឺជាការវាយប្រហារលក្ខណៈឈ្លានពានហើយដើម្បីឧក្រិដ្ឋកម្មសង្គ្រាមផ្ដាច់នៅចរន្តសេដ្ឋកិច្ចផ្ដាច់នៅចរន្តយោធារបស់ខ្មែររយៈពេលវែងដូច្នេះការដាក់សម្ពាធនៅក្នុងការចរចានេះយើងដាក់សំណួរសួរថាតើមានអ្នកឈ្នះសង្គ្រាមឯណាតើមានអ្នកខ្លាំងបកែឯណាដែលដាក់លក្ខខណ្ឌឲ្យគេទៅចរចាទាំងគេខ្លួនឯងគេបង្ហាញថាការមិនចោះញោមជាមួយសត្រូវការមិនលូនក្រាបជាមួយនឹងអ្វីដែលយើងត្រូវការពារទឹកដីបរទេសដែនដីរបស់យើងគឺជារឿងត្រឹមត្រូវសម្រាប់ជាតិសាសន៍មួយហើយបើកខ្ញុំកញ្ចក់តិចទៅកាន់ប្រវត្តិសាស្ត្រជាច្រើនដូចខ្ញុំបានមើលរឿងលីអូកាវ៉ារ៉ាន់រឿងរបស់រុស្ស៊ីប្រវត្តិសាស្ត្ររបស់រុស្ស៊ីចាគេវាយរហូតដល់សំមនុស្សតែម្នាក់ដើម្បីយកទឹកដីនឹងមកវិញបានចាអញ្ចឹងបើចំពោះយើងជាជនជាតិខ្មែរតាំងពីដើមមកយើងដាក់សំណួរថាទឹកដីរបស់យើងខំហែកហួរជាច្រើនសំទុះខ្ញុំមិននិយាយរឿងនយោបាយទេប៉ុន្តែខំហែកហួរជាច្រើនដោយការញោមញីពីសំណាក់ប្រទេសជិតខាងជាផ្សេងគេគឺក្នុងរូបភាពអាចថាថៃចុះឬក៏សៀមបងប្អូនចង់ថាសៀមអញ្ចឹងទៅយើងឃើញតែងតែមានការតស៊ូជារៀងរហូតចាទោះបីជាក្នុងរូបភាពបែបណាក៏ដោយហើយនៅក្នុងទំនើបកម្មនេះគេមិនខ្វល់ទេថាប្រទេសយើងតូចប៉ុណ្ណាធំប៉ុណ្ណាប៉ុន្តែភាពដែលគេឲ្យតម្លៃគឺតូចតែខ្លាំងប៉ុណ្ណាចាដូចនៅសិង្ហបុរីជាដើមដូចខ្ញុំតែងតែលើកឡើងថាជាកំពឹសពុលអញ្ចឹងត្រឡប់មកវិញចំពោះសេនានយោបាយថៃដាក់លក្ខខណ្ឌចំពោះសេនានយោបាយថាថៃដាក់អញ្ចឹងអីចឹងនេះយើងឃើញមានកម្ពុជាតបនៅក្នុងរូបភាពណាមួយដែលបង្ហាញថាយើងពិតជាអន់យើងពិតជាខ្សោយទៅតាមអីដែលថៃចោទយើងអញ្ចឹងមែនអត់ចាគឺភាគីកម្ពុជាតាមរយៈក្រសួងការពារជាតិគឺបង្ហាញថាការមិនចេះញោមគឺយើងនៅតែរក្សាការពារដែនអធិបតេយ្យភាពរបស់កម្ពុជាយើងទៅតាមអ្វីដែលយើងអាចធ្វើទៅបានទោះក្នុងវិនាទីខណៈណាក៏ដោយចា៎ហើយបើតាមយុទ្ធសាស្ត្ររបស់សម្ដេចតេជោហ៊ុនសែនលោកបានលើកឡើងថាលោកកំពុងតែប្រើយុទ្ធវិធីកំទេចទប់ទល់ចា៎អញ្ចឹងបានន័យថាយើងទប់ទល់យើងអត់បានទៅវាយប្រហារត្រឡប់ទៅវិញទេតែយើងវាយបកនៅក្នុងទឹកដីរបស់យើងដើម្បីទប់ទល់កុំឲ្យសត្រូវឈានជើងមកប្រកាន់តែជ្រៅនៅក្នុងដែនទឹកដីគេរបស់យើងប៉ុន្តែទោះយ៉ាងណាក៏ដោយខ្ញុំសូមបើមួយចុះដូចគ្នាទោះយ៉ាងណាក៏ដោយសង្គ្រាមមិនទាន់ចប់យើងមិនទាន់និយាយថាអ្នកណាឈ្នះអ្នកណាចាញ់នោះទេចា៎អ្វីដែលយើងត្រូវបដោតនៅចំពោះមុខគឺរក្សាស្មារតីនិងទឹកចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវឈ្លានពាននៅចំពោះមុខអរគុណអញ្ចឹងលោកអ្នកនាងពាក់ព័ន្ធទៅនឹងរឿងព័ត៌មានគឺជារឿងសំខាន់ពាក្យថាសំខាន់នេះមិនមែនសម្រាប់តែយើងជាអ្នកសារព័ត៌មានហើយយើងជម្រាបជូនបងប្អូនទាំងអស់គ្នាថាវាសំខាន់ទេសូម្បីតែនាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី19ខែធ្នូឆ្នាំ2025ក៏នាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេចហ៊ុនម៉ាណែតបានលើកឡើងថានាយករដ្ឋមន្ត្រីកំណត់សមរភូមិព័ត៌មានជាទីហ៊ានជួរមុខសំខាន់មួយក្នុងចំនួនព្រំដែនកម្ពុជាថៃផងដែរហើយនៅក្នុងការលើកឡើងនេះនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ច្បាស់ថានៅក្នុងចំនួនព្រំដែនកម្ពុជាថៃមិនមែនកើតឡើងតែជាការប៉ះទង្គិចផ្នែកយោធាតែប៉ុណ្ណោះទេប៉ុន្តែវាពង្រីកទៅជាសមរភូមិព័ត៌មាននិងសមរភូមិសាធារណមតិពីព្រោះមានការវែកញែកទៅមកច្រើនមែនតើហើយអ្នកសារព័ត៌មានត្រូវคล้ายទៅជាទីហ៊ានជួរមុខទីហ៊ានដែលកាន់ចុងបិចសំខាន់ក្នុងការការពារព័ត៌មានពិតនិងសន្តិសុខជាតិអញ្ចឹងពាក់ព័ន្ធទៅនឹងរឿងព័ត៌មានសម័យពីមុនព័ត៌មានចេញផ្សាយតាមកាសែតចាអញ្ចឹងចង់ដឹងព័ត៌មានអីយើងរត់ទៅកាន់กระดาษកាន់កាសែតអានទស្សនាវដ្តីអីហើយប៉ុន្តែនៅក្នុងសម័យ digital នេះព័ត៌មានត្រូវពឹងពាក់ទៅលើបច្ចេកវិទ្យាដើម្បីចេញផ្សាយចាជាក់ស្ដែងដោយលោកអ្នកនាងកំពុងទស្សនាវីដេអូយើងខ្ញុំនេះមិនមែនផ្សាយលើកាសែតទេចាកំពុងតែផ្សាយតាមបណ្ដាញសារព័ត៌មានផ្សេងៗហើយយើងផ្សាយទាំង YouTube ទាំង Facebook ចាទាំង Instagram ជាច្រើន platform ទៀតដើម្បីឲ្យទស្សនិកជនដែលកំពុងតែស្ថិតនៅគ្រប់ platform ទាំងអស់ទទួលបាននៅអ្វីដែលពួកយើងផ្សព្វផ្សាយជូន
ចឹងពាក់ព័ន្ធទៅនឹងខាងផ្នែកបច្ចេកវិទ្យាចូលដល់សិទ្ធិវណ្ណវិញម្ដងដោយដែលបងប្អូនបានដឹងស្រាប់អញ្ចឹងថាបងប្អូនបានបញ្ចប់ការសិក្សាបរិញ្ញាបត្រខាងផ្នែកវិស្វកម្មព័ត៌មានវិទ្យាជារឿងមួយដែលសំខាន់នៅក្នុងសម័យថ្មីនេះពីព្រោះពិភពលោកផ្សារភ្ជាប់ដោយបច្ចេកវិទ្យាហើយបច្ចេកវិទ្យានេះទៀតសោតក៏ត្រូវបានយកមកប្រើប្រាស់យ៉ាងសកម្មនៅក្នុងសង្គ្រាមផងនៅក្នុងវិស័យព័ត៌មានផងដែរហើយតកតងទៅនឹងប្រធានបទខាងដើមរបស់យើងវិញដែលយើងបានលើកឡើងថានៅក្នុងសម័យថ្មីនេះចានៅក្នុងសង្គ្រាមទំនើបនេះបច្ចេកវិទ្យាជាអាវុធហើយព័ត៌មានជាសមរភូមិពាក់ព័ន្ធទៅនឹងពាក្យថាបច្ចេកវិទ្យាជាអាវុធសម្រាប់អូនវិញយល់ថាយ៉ាងម៉េចដែរទៅលើពាក្យថាបច្ចេកវិទ្យាជាអាវុធនេះបាទអរគុណច្រើនបងអញ្ចឹងត្រឡប់មកវិញបើសិនជាយើងនិយាយតាក់ទងទៅនឹងសង្គ្រាមសម័យទំនើបបងប្អូនយើងមួយចំនួនប្រហែលជាគាត់សម័យឃើញថាសង្គ្រាមសម័យទំនើបហ្នឹងប្រហែលជាការប្រើប្រាស់ទៅលើអាវុធទំនើបឬក៏បាទ nuclear ឬក៏ភ្លើងទំនើបទៅលើវិស័យយោធាក៏ប៉ុន្តែជាក់ស្ដែងមិនមែនបែបហ្នឹងទេចាសង្គ្រាមសម័យទំនើបគឺជាការសង្គ្រាមមួយដែលច្បាំងគ្នាដោយប្រើប្រាស់បច្ចេកវិទ្យាចាបាទយើងអាចលើកឧទាហរណ៍មួយជាក់ស្ដែងតាក់ទងទៅនឹងផែនទីចាសម័យមុនឬក៏អតីតកាលហ្នឹងការច្បាំងគ្នាឬក៏ការពិនិត្យទៅលើផែនទីគឺគេមើលទៅលើផ្ទាំងกระดาษមួយហើយផ្ទាំងกระดาษហ្នឹងទៀតសោតពេលខ្លះអត់សូវaccurate អត់សូវប្រកបវិទ្យាជាក់លាក់ទេបាទតែសម័យនេះបើសិនជាគេចង់ដឹងទៅលើទីតាំងរបស់សត្រូវឬទីតាំងរបស់អ្នកណាមួយគឺគេប្រើទៅលើ satellite ជំនួសឲ្យផែនទីផ្កាយរណបបាទផ្កាយរណបប្រើជំនួសផែនទីក្រដាសបាទចាដូចយើងតែងប្រើរាល់ថ្ងៃហ្នឹង tool មួយចំនួនដែលយើងតែងប្រើរាល់ថ្ងៃបងប្អូនប្រហែលជាអត់ចាប់អារម្មណ៍ទេដែលយើងប្រើ Google Map ហ្នឹងក្នុងការ check ទៅលើផែនទីមួយចំនួនបាទអាហ្នឹងក៏ជាបច្ចេកវិទ្យាមួយនៅក្នុងហ្នឹងហើយsatellite មិនមែនជាផ្នែកធំនៅក្នុងការធ្វើសង្គ្រាមបច្ចេកវិទ្យាទេនៅមានផ្នែកសំខាន់បន្ថែមទៀតដូចជា cyber attack ដូចជា AI ដែលមានមកពីពាក្យពេញថា artificial intelligence ហ្នឹងហើយមានផ្នែក robotic ឬក៏ drone ជាដើមចា៎បាទហើយដូចជាផ្នែក AI បើយើងសកត់ធ្ងន់ទៅលើផ្នែក AI ដូចនៅក្នុងវិស័យព័ត៌មានខាងថៃក៏ប្រើប្រាស់ AI ក្នុងការក្លែងបន្លំព័ត៌មានមួយចំនួនធំដែរបាទដូចបងប្អូនបានឃើញព័ត៌មានមួយចំនួនដែលចេញមកដូចពិតដូចមិនពិតដូចពិតហ្នឹងទាំងអស់ហ្នឹងពេលខ្លះថៃគឺគ្រាន់តែប្រើប្រាស់ AI ក្នុងការបំលែងរូបភាពទាំងអស់ហ្នឹងឬក៏បំលែងសំឡេងទាំងអស់ហ្នឹងដើម្បីបោកបញ្ឆោតទៅលើសត្រូវឬក៏បោកបញ្ឆោតមកលើពួកយើងដើម្បីឲ្យពួកយើងជឿហើយឲ្យពួកយើងនេះរៀងបាក់កម្លាំងចិត្តអីលក្ខណៈចឹងទៅក៏តែទាំងអស់ហ្នឹងគ្រាន់តែជា AI ឬក៏គ្រាន់តែជាផ្នែកបច្ចេកវិទ្យាមួយដែលបំភាន់ភ្នែករបស់បងប្អូនទាំងអស់គ្នាទេបាទហើយមួយវិញទៀតដោយបងលើកឡើងមុនហ្នឹងសម័យពីដើមគេប្រើកាសែតក្នុងការផ្សព្វផ្សាយចាក៏ប៉ុន្តែសម័យនេះគេបដូរមកប្រើបច្ចេកវិទ្យាឬក៏ digital ក្នុងការផ្សព្វផ្សាយទៅលើព័ត៌មានវិញហើយបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយព័ត៌មានគុណសម្បត្តិច្រើនខ្លាំងមែនទែនដែលផ្ដល់ល្បឿនលឿនដូចបើយើងផ្សព្វផ្សាយជាกระดาษយើងត្រូវចំណាយពេលក្នុងការផលិតបាទហើយដឹកបញ្ជូនពេលខ្លះអត់ទៅដល់ទីតាំងទៀតពេលខ្លះបើសិនជាខុសវិញពិបាកក្នុងការកែតម្រូវពួកបោះពុំផ្សាយចេញទៅបាត់ហើយអញ្ចឹងមិនដឹងថាត្រូវកែតម្រូវយ៉ាងណាត្រូវតែចេញលេខក្រោយដើម្បីទៅកែតម្រូវលេខដែលបានចេញពីមុនចាប៉ុន្តែសម័យឥឡូវនេះការកែតម្រូវគឺយើងលឿនជាងមុនចាបើមានអីក៏យើងជូនសេចក្តីជូនទៅឬក៏អាចនឹងធ្វើវីដេអូបន្ថែមផ្សព្វផ្សាយបន្ថែមខុសគ្នាទៅប្រហែលនាទីហ្នឹងទេចាហើយការផ្សព្វផ្សាយក៏បានទូលំទូលាយជាងមុនបន្ថែមទៀតហើយតាក់ទងទៅនឹងផ្នែកផ្សេងដែលសំខាន់មួយចំនួនហ្នឹងគឺវាកាន់តែជ្រៅមែនទែនហ្នឹងដែលយើងតែងហៅថា cyber attack អីណា cyber attack បាទ cyber attack ហើយខាង internet of things ហើយខាង robotic ដែលជា drone អីលក្ខណៈហ្នឹងហើយបើយើងនិយាយតាក់ទង cyber attack ដូចយើងដឹងថាសង្គ្រាមនីមួយអីដែលចាំបាច់ជាងគេគឺទិន្នន័យសូម្បីតែការវាយប្រហារខ្ញុំមិនមែននៅក្នុងវិស័យយោធាទេក៏ប៉ុន្តែនេះគ្រាន់តែជាការយល់ឃើញមកដែលវាអាចសមល្មមនឹងទទួលយកបានការវាយប្រហារទៅលើកន្លែងណាមួយគឺគេត្រូវការទីតាំងហើយទីតាំងទៀតសោតគឺជាទិន្នន័យដូចជា coordinate ទីតាំងមួយទាំងអស់ហ្នឹងគឺជាទិន្នន័យហើយការធ្វើ cyber attack គឺជាការលួចទិន្នន័យទៅលើបុគ្គលណាមួយឬក៏ទៅលើភាគីណាមួយចា៎បាទហើយ cyber attack ហ្នឹងគឺខ្លាំងអាចនិយាយថាគឺជាផ្នែកមួយដ៏ធំនៅក្នុងសង្គ្រាមបច្ចេកវិទ្យាចា៎បាទអញ្ចឹងមានន័យថាបច្ចេកវិទ្យាបំរើជាអាវុធបំរើនៅក្នុងសមរភូមិព័ត៌មានផង
ហើយក៏ជាអាវុធបំរើនៅក្នុងសមរភូមិយោធាផង បាទ រឿងនេះគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនប្រហែលជាបងប្អូនកំពុងតែទស្សនាវីដេអូដែល The Khmer Today កំពុងផ្សាយនេះប្រហែលជាធ្លាប់ជួបព័ត៌មានคล้ายៗបានឃើញព័ត៌មានคล้ายៗក៏មានអ្នកធ្លាប់ជឿព័ត៌មានคล้ายៗហើយក៏មានអ្នកធ្លាប់វាប្រហារគ្នាទៅវិញទៅមកដោយសារតែព័ត៌មានคล้ายៗក៏មានដែរអញ្ចឹងបងប្អូនទាំងអស់គ្នាងាកមកកាន់ខាងផ្នែកបច្ចេកវិទ្យាជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនតើដែលយើងមិនគួររំលងនោះទេពីព្រោះដូចបានរំលឹកសារថ្មីម្ដងទៀតអញ្ចឹងថាបច្ចេកវិទ្យាគឺជាអាវុធដ៏មុតស្រួចនៅក្នុងសមរភូមិព័ត៌មានផងហើយជាអាវុធដ៏មុតស្រួចនៅក្នុងសមរភូមិយោធាផងអីដែលចាប់អារម្មណ៍ជាងគេបំផុតហ្នឹងគឺសម័យបច្ចុប្បន្ននេះយុវជនយើងជាច្រើនបានងាកមកចាប់អារម្មណ៍ខាងផ្នែកបច្ចេកវិទ្យាហ្នឹងច្រើនទាំងយុវតីអូននារីចាទាំងយុវជនដែលគាត់មានអារម្មណ៍ថាចង់ឲ្យកម្ពុជាទទួលបាននូវភាពរីកចម្រើនខាងផ្នែកបច្ចេកវិទ្យានេះមិនមែនសម្រាប់តែផ្នែកសន្តិសុខជាតិតែម្យ៉ាងទេប៉ុន្តែពាក់ព័ន្ធទៅនឹងអាជីវកម្មសេដ្ឋកិច្ចនិងជីវភាពរស់នៅប្រចាំថ្ងៃផងដែរងាកទៅខាងអូនវិញក្នុងនាមអូនជាយុវជនម្នាក់ដែលបានបញ្ចប់ការសិក្សាខាងផ្នែកនឹងផងដែរហើយអូនក៏បានឃើញថាវាមានសារៈសំខាន់នៅក្នុងផ្នែកវិស័យសារព័ត៌មានព្រោះមិញយើងបានដឹងហើយថានៅក្នុងការប្រយុទ្ធបែបយោធាយើងត្រូវការបច្ចេកវិទ្យាដើម្បីងាយស្រួលកំណត់ទីតាំងសត្រូវវាយប្រហារឲ្យត្រូវគោលដៅហើយនឹងលួចទិន្នន័យមួយចំនួនដើម្បីយកប្រៀបទៅលើដៃគូម្ខាងទៀតងាកមកខាងសមរភូមិព័ត៌មានជារឿងដែលគួរចាប់អារម្មណ៍ជាងគេតើយើងគួរតែត្រៀមខ្លួនយ៉ាងម៉េចឬក៏ការពារខ្លួនអីបែបណាអំពីរឿងរ៉ាវទាំងអស់នេះពីព្រោះថាសម្រាប់អ្នកជំនាញដូចអូនអត់ពិបាកទេប៉ុន្តែទស្សនិកជនប្រហែលជាមិនជាអ្នកជំនាញទៅខាងផ្នែកបច្ចេកវិទ្យាអីទាំងអស់ហ្នឹងទេតែយើងមាន tip ងាយបែបណាដើម្បីពួកគាត់អាចការពារខ្លួនឯងបានបើសិនជា tip ឬក៏កន្លឹះខ្ញុំអត់មានច្រើនទេក៏ប៉ុន្តែមានមួយចំនួនតាក់ទងទៅនឹងការក្លែងបន្លំទៅលើព័ត៌មានបាទដូចបងដឹងថាសម័យនេះព័ត៌មានគឺមិនមែនផ្សាយទៅលើกระดาษកាសែតទេគឺផ្សាយទៅលើប្រព័ន្ធ digital ដូចជា Facebook TikTok ឬក៏ YouTube ជាដើមហើយការផ្សាយនឹងទៀតសោតគឺអត់មានអ្នកណាអាចមកហាមឃាត់ទៅលើបុគ្គលបានទេអ្នកណាក៏អាចផ្សាយបានដែរឬក៏ខាងសត្រូវនោះក៏អាចចូលមកផ្សាយនៅខាងយើងដើម្បីឲ្យយើងនេះរឿងចលាចលដែរអញ្ចឹងខ្ញុំចង់លើកទឹកចិត្តឬក៏ជាកន្លឹះមួយចំនួនទៅកាន់ពុកម៉ែបងប្អូនដោយព័ត៌មានមួយចំនួនធំដែលយើងមើលទៅយើងគិតថាអូវាមើលទៅបែបមើលតែមិនតំណងក៏ប៉ុន្តែវាគួរឲ្យជឿក៏ពុកម៉ែបងប្អូនកុំតន់យកវាមកដាក់ក្នុងចិត្តអីគួរតែរកព័ត៌មានណាឬក៏ស្ថាប័នណាដែលអាចទុកចិត្តជាក់ស្ដែងដូចជា Facebook page របស់ខាងក្រសួងការពារជាតិ Facebook page របស់សម្ដេចតេជោរបស់សម្ដេចធិបតីរបស់ក្រសួងព័ត៌មានហើយរបស់អាដាមណេតពេត្រាដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានជាដើមហ្នឹងចូលទៅពិនិត្យទៅលើ page ទាំងអស់ហ្នឹងដែលជា page ផ្លូវការរបស់ស្ថាប័នរដ្ឋយើងវិញព្រោះអីបើយើងនិយាយទៅបុគ្គលមួយចំនួនគ្រាន់តែផ្សាយទេហើយយើងអត់អាចទៅទុកចិត្តបានទេពីព្រោះនៅក្នុងបច្ចេកវិទ្យាគឺយើងមិនអាចហាមប្រាមអ្នកណាដើម្បីឲ្យផ្សាយបានទេអ្នកខ្លះប្រើ AI ក្នុងការក្លែងបន្លំទៅលើរូបភាពកាត់ត background ដើម្បីក្លែងបន្លំដូចជាគូសត្រូវយើងអញ្ចឹងខាងយើងនិយាយចំទៅសៀមភាគច្រើនរូបភាពដែលចេញមកឬក៏វីដេអូភាគច្រើនគឺសុទ្ធសឹងតែជា AI សុទ្ធសឹងតែជាវីដេអូដែលមិនពិតដើម្បីក្លែងបន្លំវាប្រហារទៅលើផ្លូវចិត្តរបស់ប្រជាជនយើងពាក់ព័ន្ធទៅនឹងរឿងនឹងវិញជាទូទៅនៅក្នុងសង្គមយើងពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាមានអ្នកផុសផ្សាយចុះបើសិនជាយើងឃើញថាទាំងអស់ហ្នឹងវាជាបញ្ហាហើយចុះពីផ្នែកដែលយើងជាអ្នកទទួលព័ត៌មានវិញយើងមានវិធីណាក្នុងការ report blog ឬក៏ធ្វើបែបណាទេឬក៏បណ្ដោយថាបើដឹងតែគេផ្សាយអាហ្នឹងវាមិនត្រឹមត្រូវហើយយើងទុកឲ្យវាហូរហៀពេញហ្នឹងតែយើងមានវិធីអីក្នុងការជួយបំបត្តិអាហ្នឹងខ្លះទេឬក៏យ៉ាងម៉េចទៅមានបងមានបន្តិចបន្តួចដែរបើសិនជាយើងអត់ទុកចិត្តទៅលើព័ត៌មានហ្នឹងទេឬក៏យើងមើលទៅថាព័ត៌មាននេះដូចជាហួសហេតុមិនសមហេតុផលតទៅសោះយើងគួរតែកុំ like កុំ share ឬក៏កុំ comment ទៅលើព័ត៌មានហ្នឹងឲ្យគាត់ផុសតែគាត់ទៅមុននឹងក្រោយព័ត៌មានទាំងអស់ហ្នឹងវានឹងអត់សូវរីកដាលទៅកាន់បងប្អូនជាពលរដ្ឋយើងបន្ថែមទៀតទេនៅតែប៉ុណ្្នឹងឯងអត់ល្បីអីទៀតទេចាអីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេបំផុតពាក់ព័ន្ធទៅនឹងរឿងបច្ចេកវិទ្យាហើយពាក់ព័ន្ធទៅនឹងរឿងព័ត៌មាននេះវាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយដោយសារតែប្រហែលថ្ងៃមុននៅពេលដែលមានការចេញផ្សាយរូបភាពពីខាងយោធាទៅអុជធូបបួងសួងនៅប្រាសាទមួយមិនដឹងប្រាសាទអីទេហើយក៏មានការកាត់ត green screen អីចឹងទៅអញ្ចឹងមតិសង្គមចាប់ផ្ដើមយករឿងទៅមកវែកញែកខ្លាំងមែនតើរហូតដល់មានអ្នកលើកឡើងថានឹងគឺជាការផុសផ្សាយចេញពីខាងបរទេស
ដើម្បីបង្ហាញថាខាងភាគីកម្ពុជានេះមិនចេះបែងចែកព័ត៌មានជឿតែរឿងរូបភាពមានន័យថារូបភាពពិតតែបែរជាយកមកដាក់ថាជាការកាត់តអញ្ចឹងទៅហើយក៏មានអ្នកខាងនេះផ្សេងទៀតហ្នឹងគាត់លើកឡើងថាអញ្ចេះហោះហើយអញ្ចឹងមតិខាងស្របក៏មានមតិខាងប្រឆាំងក៏មានយូរទៅវាคล้ายទៅជាការជជែកមួយដែលទោះបីជាជជែកចប់ក៏យើងមិនទទួលបានផលចំណេញដែរប៉ុន្តែយើងបានជជែករួចហើយចានៅលើផ្នែកនេះងាកមកខាងបច្ចេកវិទ្យានៅពេលដែលឃើញរឿងបែបហ្នឹងតើខាងបច្ចេកវិទ្យាអាចធ្វើអីបានខ្លះ report blog ឬក៏អាចធ្វើអីមានសកម្មភាពណាមួយទៅលើទស្សនវិជ្ជាទូទៅបែបហ្នឹងបានបាទបងបើសិនជាយើងឃើញព័ត៌មានទាំងអស់ដែលជាព័ត៌មានមិនពិតក្នុងនាមយើងដែលជាអ្នកចេះបច្ចេកវិទ្យាឬក៏ពុកម៉ែបងប្អូនដែលចេះប្រើប្រាស់បណ្ដាញសង្គមគាត់អាចចូលទៅ report បានបង report ទៅលើ post ហ្នឹងឬក៏ report ទៅលើគណនីមួយហ្នឹងដែលបំផុសព័ត៌មានមិនពិតដើម្បីឲ្យគណនីទាំងអស់ហ្នឹងបាត់ចេញពីបណ្ដាញសង្គមវាមានប្រសិទ្ធភាពទេបើសិនជាយើង report គ្នាតិចគឺពិតណាស់អត់មានសុវត្ថិភាពអត់មានប្រសិទ្ធភាពទេក៏ប៉ុន្តែបើយើងម្នាក់ចូលទៅ report ម្ដងមួយវាពិតជាមានប្រសិទ្ធភាពដូចយើងតែនិយាយថាចកមកបាច់កាច់មិនបាក់ហ្នឹងចាបាទអូអញ្ចឹងនៅក្នុងបច្ចេកវិទ្យាក៏គេត្រូវការសម្លេងយើងដែរចា report មួយអត់ចេញតែបើ report ច្រើនអានឹងអាចទទួលបានប្រសិទ្ធភាពចាអានេះពាក់ព័ន្ធទៅនឹងខាងបច្ចេកវិទ្យាងាកមកខាងអូនវិញប្រធានបទដដែលប៉ុន្តែពីជ្រុងខាងអូនវិញយើងដឹងថារឿងហ្នឹងជជែកចប់ក៏អត់បានអីដែរប៉ុន្តែនៅតែមានការជជែកចាហ្នឹងបែបម៉េចវិញពីខាងអូនចាខ្ញុំអាចថែមមួយបានបន្តិចដែរចាតកតងជាមួយនឹងរបៀបនៅក្នុងការត្រៀមខ្លួនឬក៏ការទប់ស្កាត់នៅការបន្លំព័ត៌មានក៏ដូចជាព័ត៌មាននៅក្នុងអាចនិយាយថាជាបច្ចេកវិទ្យាចាមានមធ្យោបាយមួយសម្រាប់បងប្អូនដែលមិនសូវជាដឹងថាអានឹងមិនពិតអានឹង AI ឬមិន AI អានឹងខ្លាំងឬមិនខ្លាំងបងប្អូនទៅរកនរណាគេដែលទុកចិត្តទៅលើចំណេះដឹងហ្នឹងជាឧទាហរណ៍ថានៅលើបណ្ដាញសង្គមមានបងប្អូនខ្លះគាត់ជំនាញផ្នែកហ្នឹងចាគាត់អាចផ្ញើទៅក្មួយអានេះពិតអានឹងធ្វើដោយអី AI ឬមិន AI អីចឹងទៅចាអានឹងចឹងទៅអញ្ចឹងពីខាងអ្នកជំនាញជាលក្ខណៈបច្ចេកទេស tool technical គេនឹងយកទៅ scan ចាជាឧទាហរណ៍ថាព័ត៌មានវាមានតម្រងរបស់វាព័ត៌មានខ្លះយើងចែកលេខតិចព័ត៌មាននៅក្នុងសង្គ្រាមគឺគេបារម្ភព័ត៌មានខ្លីចាបារម្ភព័ត៌មានខ្លីត្រង់ថាអូខាងនេះផ្ទុះហើយផ្ទុះនៅណាហើយផ្ទុះមកប្រហែលវិនាទីប្រហែលវាអត់លម្អិតណាប៉ុន្តែធម្មតាចរិតលក្ខណៈរបស់ breaking news គឺតាមធម្មតាគឺចឹងឯងអាចថាជាព័ត៌មានមួយដែរលឿនរហ័សប៉ុន្តែរហ័សត្រូវប្រកបទី1ទីតាំងទី2ជាចំនួនឬក៏ជាអីឲ្យច្បាស់ការឡើងនៅឯណាទីតាំងឲ្យបានត្រៀមទាត់អត់ហើយចេញមកពីអ្នកណាចេញពីអ្នកណាក៏សំខាន់ដែរជាឧទាហរណ៍ថាអ្នកហ្នឹងគាត់មិនមែនជាស្ថាប័នព័ត៌មានទេប៉ុន្តែគាត់គឺជាបុគ្គលដែលនៅក្នុងទីនោះផ្ទាល់អញ្ចឹងជួនកាលនៅក្នុងរូបភាពខ្លះដូចជាឧទាហរណ៍មនុស្សកំពុងវ័យអ្នកកំពុងដូចខ្ញុំជាបុគ្គលកវ៉ាន់ជាបុគ្គលខបុគ្គលកនេះទៅបករឿងបុគ្គលខហើយដល់ពេលអ្នកដែលថតបានផ្សាយដែលពីខ្ញុំទៅវ័យហ្នឹងអត់តន់ថតខ្ញុំបានទេទៅថតពីដែលវ៉ាន់ម៉ូតូដៃខ្ញុំវិញចាអញ្ចឹងបានថាជាព័ត៌មានដែលអត់ទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេមែនទេតែដល់ពេលគេសង្គមមហាជនបណ្ដាញសង្គមទៅផុសទៅជាណាជាវ៉ាន់អត់ពេលអ្នកបកទៅជាអត់មានដឹងរឿងអីសោះអញ្ចឹងបានគេឲ្យយើងផ្ទៀងផ្ទាត់ត្រូវការអ្នកជំនាញថាព័ត៌មានចែកដើមហេតុអីទៅគឺអាហ្នឹងគឺធម្មតាដូចយើងនិយាយថាជាជីវៈរបស់អ្នកសារព័ត៌មានអញ្ចឹងហើយបើយើងក៏ដោយដែរជាអ្នកផលិតមាតិកាឬអ្នកសង្គមក៏ត្រូវមានអាហ្នឹងដែរទីមួយភាពល្អិតល្អន់ទៅលើការផ្ដល់ព័ត៌មានហ្នឹងហើយយើងជាអ្នកអានយើងទៅមើលភាពល្អិតល្អន់ហើយទៅមើលថាគាត់បុគ្គលម្នាក់ហ្នឹងគឺជាអ្នកណាអាហ្នឹងគឺជារឿងសំខាន់ដែរហ្នឹងក៏ជារឿងមួយដែរអញ្ចឹង AI មិន AI ឬអីផ្សេងគួរណាតែឲ្យតម្លៃទៅលើអ្នកជំនាញដែលគេចេះធ្វើការជាម្ដងទៅបើសិនជាយើងមិនចេះព្រួយឧទាហរណ៍ថាអ៊ំពូមីងខ្ញុំដឹងចំនួនទិន្នន័យហ្នឹងវាប្រមាណទេណាអ្នកប្រើប្រាស់បច្ចេកវិទ្យាឬក៏ប្រើប្រាស់ទូរស័ព្ទដៃប៉ុន្តែសឹងតែណាគេក៏មានដែរគ្រប់ដៃនេះអញ្ចឹងក៏មិនប្រកាសថាអ្នកនឹងអាចបែងចែកបានដែរចា៎ហើយបើគាត់បែងចែកបានគាត់ទៅ report មិនកើតចា៎អញ្ចឹងគាត់មិនត្រូវការអ្នកដែលមានសមត្ថភាពនៅក្នុងការមើលហ្នឹងដូចឧទាហរណ៍ថានៅស្រុកខ្មែរយើងមានច្រើនណាស៊ូណាំអីសិនអញ្ចឹងណាមុននឹងជឿទុកចិត្តដូចខ្ញុំខ្លួនឯងខ្ញុំអ្នកតាសេខ្ញុំទម្លាប់តាសេព័ត៌មានច្បាស់ឲ្យលះឲ្យមិនព័ត៌មានខ្ញុំគឺសឹងតែជាព័ត៌មានមួយដែរពិត
បើមិនពិតគឺមិនទៅសេ ចាมันមានប្រភពមិនសរសេរ មានប្រភពគឺអត់ទៅសេគឺបើមិនដឹងគឺមិននិយាយបើដឹងតិចតួចគឺមិននិយាយគេសួរថាបងចេះឲ្យអត់ខ្ញុំមិនដឹងខ្ញុំសុំទោសខ្ញុំអត់និយាយអញ្ចឹងពេលដែលមានព័ត៌មានណាដែលសពេចសវិលបងប្អូនយើងជាច្រើនរយអ្នកឆាតសួរខ្ញុំបងនេះពិតអត់បងនោះពិតអត់ដូចរូប AI កាលនេះ ចា បងនេះពិតអត់បងនោះពិតអត់ខ្ញុំអត់ច្បាស់ខ្ញុំថារងចាំអ្នកជំនាញមើលសិនបកស្រាយដល់ពេលមកសន្ទុះក្រោយ1ម៉ោងក្រោយបានអ្នកជំនាញថារូបនេះ AI ទេ ចា អូរូបនេះចេះទេអញ្ចឹងចុះបើឧទាហរណ៍ក្នុងកំឡុងការអត់ដល់1ម៉ោងប៉ុណ្ណឹងយើងទៅទន្ទេងនឹងរឿងហ្នឹងមនុស្សយើងជឿក៏លឿនណា ចា តែបាក់ទំនុកចិត្តទៅវិញ ក៏លឿន ចា ហើយជាចរិតលក្ខណៈចិត្តសាស្ត្រត្រូវយល់ថារបស់មួយដែលយើងជឿថានឹងជារឿងពិតណាប៉ុន្តែស្រាប់តែមានអ្នកដទៃឬក៏មហាជនរដ្ឋថានឹងជារឿងមិនពិតណាហើយយើងតម្រាំតែទទួលស្គាល់ថានឹងជារឿងមិនពិតត្រូវការរយៈពេលយូរ ចា ហើយមួយទៀតគឺយើងនឹងបាក់ស្បាតនឹងការទទួលព័ត៌មាន អាពាក្យបាក់ស្បាតនឹងការទទួលព័ត៌មានហ្នឹងចង់បានន័យថាមើលអាណាក៏ដូចតែខលដូចព័ត៌មានលើដូចញ៉ៃញ៉ៃគេនេះអាហ្នឹងគឺជាអារម្មណ៍ដែលបង្ហាញថាអ្នកនឹងបាក់ស្បាតជាមួយនឹងព័ត៌មាន ចា អញ្ចឹងអាហ្នឹងគឺជារឿងមួយសំខាន់អញ្ចឹងបាទខ្ញុំត្រឡប់មកវិញសាច់រឿងនៅការទទួលព័ត៌មានសាច់រឿងនៅក្នុងការទៀងទាត់ព័ត៌មានវាពិតជាត្រូវការយើងជាអ្នកអានត្រូវការទៀងទាត់ហើយបើសិនបើជាយើងមិនទៀងទាត់ទេតាមធម្មតាគឺវានឹងនាំឲ្យមានក្តីកង្វល់ហើយនឹងបន្ទុះសារ៉ា ចា អញ្ចឹងហើយត្រឡប់មកវិញសំណួរដែលបងសាក់សួរនេះខ្ញុំបន្ថែមលើរឿងទាំងអស់ហ្នឹងហើយបើសិនជាសួរថាតើឥទ្ធិពលព័ត៌មានវាមានឥទ្ធិពលបែបណាវាមានភាពស៊ីជម្រៅបែបណាទៅទៀតបងប្អូនទាំងអស់គ្នាដូចខ្ញុំបានលើកឡើងគ្មានអីក្រៅពីការស្វែងយល់ខ្លួនឯងទេប៉ុន្តែពីខ្ញុំទៅវិញពីជ្រុងរបស់ខ្ញុំទៅវិញកាលណាតែសង្គ្រាមមិនទាន់ចប់ហើយយើងទៅវិញញែករឿងដែលមិនគួរវែកញែកគឺវាមិនចំណេញវាមិនខុសអំពីទៅរវល់រឿងដែលមិនត្រូវរវល់ ចា ហើយយុទ្ធសាស្ត្ររវល់ធ្វើឲ្យយើងរវល់នឹងរឿងដែលយើងមិនត្រូវរវល់គឺជាផ្នែកមួយរបស់សត្រូវ ចា អញ្ចឹងបើសិនជាអត់ចំណេញហើយខ្ញុំសួរថាឡាយអីជាណាគេហ៊ាននិយាយថារឿងនឹងអត់ចំណេញខ្ញុំនិយាយអញ្ចឹងដើម្បីឲ្យដឹងថាវាអញ្ចឹងឲ្យដឹងសឲ្យខ្មែរអញ្ចឹងថាយើងវាអន់អញ្ចឹងយើងវាខ្លាំងអញ្ចឹងហើយយើងដាក់សំណួរសួរខ្លួនឯងវិញផងដឹងថាខ្លួនឯងអន់ដឹងថាខ្លួនឯងខ្លាំងតើយើងនឹងធ្វើអីបន្តទៀតនៅមុខសត្រូវបើខ្លាំងក៏ខ្លាំងទៅខ្ញុំអត់អីទេបើខ្សោយក៏ខ្សោយទៅខ្ញុំអត់ថាអីទេតែអីដែលសំខាន់គឺការកំចាត់នៅសត្រូវកំពុងតែឆ្លៀតទៀតអញ្ចឹងបានខ្ញុំត្រឡប់មកវិញខ្ញុំក៏មានការទៅជែកដេញដោលជាមួយខ្ញុំច្រើនដែរប៉ុន្តែរឿងខ្លះខ្ញុំទៅជែកទៅខ្ញុំដឹងថាពេលរបស់អីមួយដែលខ្ញុំនិយាយទៅខ្ញុំមាន head point ខ្ញុំអាចយក head point 4 5 6 7 8 9ដើម្បីឲ្យអ្នកនឹងព្រមទទួលយកគំនិតរបស់ខ្ញុំប៉ុន្តែដល់ដំណាក់កាលមួយដែលខ្ញុំបើកវងចោតគិតខ្លួនឯងម្ដងទៀតថាខ្ញុំអាចនឹងមាន1លាន head point ដើម្បីប្រាប់ថារឿងនឹងអត់ចំណេញទេអញ្ចឹងបើរឿងនឹងមិនចំណេញរឿងនឹងអត់ទទួលបានផលចំពោះមុខក្នុងនាមជាប្រជាជនខ្មែរក្នុងនាមជាយុវជនខ្មែរដែលចង់ឃើញជាតិយើងឈ្នះនៅក្នុងសមរភូមិនេះយើងទុកធម៌ពលទៅលើរឿងណាដែលត្រូវជជែកវិញចាអញ្ចឹងដូចដល់កន្លែងនេះមកដល់យើងអង្គុយវេទិកានេះគឺជាទុកធម៌ពលមកជជែកហើយមានបងប្អូនខ្លះចង់ជួបចង់អីថាខ្ញុំនឹងជួបខ្ញុំអត់ដឹងនិយាយពីអីដោយសារតែខ្ញុំគិតថាអ្វីដែលយើងជជែកនេះមិនមែនបានថាពេលវេលារបស់យើងឬក៏គាត់មិនមានតម្លៃសម្រាប់យើងទេប៉ុន្តែខ្ញុំសូមទុកធម៌ពលមកជជែករឿងណាដែលចំណេញសិនអញ្ចឹងដូចឧទាហរណ៍រឿងដែលអត់ចំណេញវាដូចជាការឆ្លោះទៅតែគ្នាអានេះយើងនិយាយជារួមទៅយើងយករូបភាពមួយសន្លឹកពីរសន្លឹកយើងយកសម្ដីរបស់គេជាឯកតោភាគី1 2 3 4មកវែកញែកគ្នាបើសួរថាចំណេញអត់បើចំពោះខ្ញុំវាអាចជាចំណេញត្រឹមតែជាបុគ្គលចាប៉ុន្តែចំពោះជាតិវាអត់ចំណេញអត់ចំណេញនៅត្រង់ថាបើយកពេលវេលាហ្នឹងទៅបំពេញមុខរបរខ្លួនឯងព្រោះថាឥឡូវនេះយើងដឹងហើយថាប្រទេសណាក៏ដូចប្រទេសណាកាលណាតែមានសង្គ្រាមរឿងដែលត្រូវគិតមុនគឺសេដ្ឋកិច្ចគឺជាស្ពានមួយដែលនាំឲ្យយើងឈានទៅដល់ជ័យជំនះពិតប្រាកដហើយបើអត់មានសេដ្ឋកិច្ចទេអត់មានឆ្នាំងបាយខ្លួនឯងទេអត់មានគ្រួសារបងប្អូនក្មេងៗហូបឲ្យពេញកម្លាំងពេញសាច់ពេញរាងកាយទេយើងមិនអាចធ្វើសង្គ្រាមឈ្នះឡើយចាអញ្ចឹងហើយបញ្ញាក៏ចោះខ្សោយដែរហើយអីដែលសំខាន់ជាងគេទៅមុខបន្តទៀតប្រហែលជាបើបងប្អូនត្រូវយកចិត្តទុកដាក់លើផ្លូវចិត្តខ្លួនឯងមែនទេព្រោះអីសមរភូមិធំនៃព័ត៌មានគឺបំផាក់ទឹកចិត្តចាហើយកាលណាទៅបំផាក់ទឹកចិត្តណាគេទី1ទឹកចិត្តបោះពលរដ្ឋនឹងអញឈប់ធ្វើសង្គ្រាមទៅកាត់ដៃឲ្យគេទៅនិយាយចឹងណា
អូហត់ណាស់អីចឹងទៅដូច្នេះកាលណាតែពលរដ្ឋខាងក្នុងជួរក្រោយមិនមានកម្លាំងចិត្តឥឡូវជួរខាងមុខគាត់មានកម្លាំងចិត្តមិនពុកបើយើងអ្នកខាងក្រោយរុញបងស៊ូយើងទៅបីយើងមួយទាំងហាមចុងក្រោយក៏យើងទៅស៊ូដែរអាហ្នឹងហើយជារឿងសំខាន់ហើយក្នុងโลกនេះយើងទៅជឿជាក់ថាយើងជាប្រទេសមួយដែលមានអរិយធម៌មានវប្បធម៌មានភាពជាខ្លួនឯងដែលយើងជំនះដល់កន្លែងនេះមិនមែនជារឿងធម្មតាទេចា៎ហើយឆ្លងកាត់សង្គ្រាមប្រមាណហើយទៅតែនឹងចប់ដាច់សង្គ្រាមមិនទាន់បាន100ឆ្នាំនៅឡើយទេអញ្ចឹងយើងកសាងខ្លួនបានប៉ុណ្នេះមិនមែនជារឿងដែលត្រូវមានមោទនភាពទេប៉ុន្តែជារឿងដែលត្រូវធ្វើបន្ថែមទៀតហើយនៅក្នុងកលៈទេសៈនេះការរក្សាថាពលផ្លូវចិត្តគឺសំខាន់មនុស្សយើងកាលណាតែបាត់ក្តីសង្ឃឹមទោះបីជារូបរាងកាយមុំតមានទ្រព្យសម្បត្តិមិនអីក៏ដោយគង់តែរលាយប្រទេសជាតិមួយក៏ដោយកាលណាតែបាត់កម្លាំងចិត្តបាត់ក្តីសង្ឃឹមគឺយើងនឹងមិនអាចតស៊ូជាមួយនឹងបញ្ហាខាងមុខបានទេអានឹងចេញពីខាងខ្ញុំទៅវិញហើយខ្ញុំគិតថាការចែករំលែកនេះមិនទាន់អាចព្យាបាលប្រចិត្តរបស់បងប្អូនបានគ្រប់ជ្រុងជ្រោយឬក៏បានមុំគ្រប់សពទេប៉ុន្តែយើងត្រូវជឿជាក់ថាគ្មានមនុស្សដែលខ្លាំងឯណាអង្គុយបាក់ទឹកចិត្តទេអញ្ចឹងយើងត្រូវតែដើរទៅមុខបន្តទៀតចា៎លោកនាងជាទីមេត្រីអ្វីដែលយើងជួបជជែកគ្នានៅថ្ងៃនេះគឺជារឿងសំខាន់ដែលអាចជួយផ្លូវចិត្តបងប្អូនទាំងអស់គ្នាឲ្យធូរស្បើយហើយមិនមែនស្ដាប់មួយវីដេអូនេះហើយក៏ស្បើយដូចជាវេទមន្តនោះទេវាត្រូវការឲ្យយើងចូលរួមអនុវត្តទាំងអស់គ្នាដោយដែលបានជម្រាបជូនតាំងពីដើមទាំងផ្នែកសមរភូមិព័ត៌មានទាំងផ្នែកសមរភូមិបច្ចេកវិទ្យាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាជារឿងសំខាន់ដែលយើងត្រូវគិតរឿងខ្លះគេប្រើប្រាស់បច្ចេកវិទ្យាដើម្បីក្លែងព័ត៌មានបំបាក់ទឹកចិត្តយើងគេចង់ក្លែងព័ត៌មាននឹងហើយប៉ុន្តែគ្មានការលូកដៃពីបច្ចេកវិទ្យារបៀបនៃការក្លែងព័ត៌មានហ្នឹងគឺមិនសូវមានប្រសិទ្ធភាពហេតុនេះហើយគេខ្ចីដៃបច្ចេកវិទ្យានេះឯងដើម្បីរុញក្លែងព័ត៌មានហ្នឹងឲ្យคล้ายទៅជាសមរភូមិមួយដែលវឹកវររោគមុំពំយល់យើងមិនដឹងថាតើអាណាជាទិសដៅរបស់យើងហេតុអ្វីបានគេផ្សាយរឿងនេះហើយគេចង់ឲ្យយើងដឹងអ្វីឬក៏គេចង់ឲ្យយើងនឹងទទួលឥទ្ធិពលបែបណាពីរឿងដែលគេកំពុងកកាយផ្សាយបងប្អូនទាំងអស់គ្នាចាអូនមានអីថែមសូមថែមបន្តិចបានទេចារឿងនឹងសំខាន់ចាអធិស្ឋានបងកាន់តិចសំខាន់រឿងដែលសំខាន់តាក់ទងជាមួយនឹងការផ្សព្វផ្សាយព័ត៌មានដែលកំពុងតែជួបនៅហានិភ័យខ្លាំងក្នុងនាមជាអ្នកអាចចែកចាយព័ត៌មានហ្នឹងគឺតាក់ទងជាមួយនឹងព័ត៌មានផ្ទាល់ចាបាទយើងឃើញមានរូបភាពពលីនៅក្នុងសមរភូមិជាក់ស្ដែងផ្សព្វផ្សាយជាហូរហែផ្សព្វផ្សាយដើម្បីឲ្យបងប្អូនមើលឃើញថាថ្ងៃឆ្លៀនពៀនយើងហើយអីយើងហើយប៉ុន្តែយើងសាកទៅពិនិត្យមើលផ្លូវចិត្តរបស់យើងវិញចាក្រោយពីមើលរូបភាពទាំងអស់ហ្នឹងហើយក្រោយពីមើលព័ត៌មានទាំងអស់ហ្នឹងហើយសូម្បីតែខ្ញុំខ្លួនឯងតែមនុស្សខ្លាំងអារឿងទាំងអស់ហ្នឹងផ្លូវចិត្តប៉ុណ្ណឹងសូមកាន់ទូរស័ព្ទជើងខ្លួនឯងដោយសារតែឃើញរូបភាពហ្នឹងយើងសង្វេគចាហើយអាព័ត៌មានសង្វេគរហូតផ្លូវចិត្តយើងនឹងបាក់ចាបន្តដូច្នេះខ្ញុំទទួលបានការស្នើសុំទេតែបទនេះណាចាពីបងប្អូនយើងផ្សាយមកច្រើនថាបើអាចឲ្យបងប្អូនសូមផ្អាកការផ្សព្វផ្សាយរូបភាពដែលទាហានពលីភាសាទី1ផ្លូវចិត្តអារម្មណ៍របស់គ្រួសាររបស់ពួកគាត់ហ្នឹងគឺមិនដឹងថាត្រូវយកអីមកពណ៌នាបានណាចាអញ្ចឹងហើយយកអារូបភាពកូនប្អូនសាច់ញាតិក្មួយឪចាបងប្អូនផ្សព្វផ្សាយក្នុងរូបភាពមួយដែលធ្វើឲ្យវានិយាយមកថាមិនសំទំនងដូចជាមិនក៏បីចំពោះសពចាអានឹងក៏ជារឿងមួយដែរអញ្ចឹងពីខ្ញុំទៅវិញខ្ញុំសូមស្នើសុំបងប្អូនឧស្សាហ៍អានឹងកិច្ចការនេះហើយមួយទៀតខ្ញុំសូមទោសបើខ្ញុំនិយាយទៅវាអាចនឹងប៉ះពាល់ប៉ុន្តែខ្ញុំសូមយកកិច្ចការនេះនិយាយស្នើសុំបងប្អូននឹងបើសិនខ្ញុំខុសចាត់ទុកថាកូនក្មេងម្នាក់នឹងនិយាយទៅខុសប៉ុន្តែបើសិនខ្ញុំនិយាយទៅត្រូវថាអូកូនក្មេងនេះវាជួយគិតគូរយើងដែរអញ្ចឹងទី1តកតងជាមួយនឹងការយកព័ត៌មានពីខាងយោធាទៅផ្សព្វផ្សាយបន្តចាអញ្ចឹងឧទាហរណ៍ថាខាងនេះអត់អញ្ចេះខាងនោះខ្វះអញ្ចេះខាងនោះមាននេះខាងនោះអត់នោះអីផ្សេងហ្នឹងកំឡុងការសង្គ្រាមអ្វីដែលគេបារម្ភជាងគេគឺព័ត៌មានពីខាងជួរមុខនឹងឯងចាតាំងមេតបក៏ដោយតាំងកូនទាហានក៏ដោយតាំងបងប្អូនអ្នកជួរមុខអ្នកជួរក្រោយអ្នកណាក៏ដោយសូម្បីតែយើងជារដ្ឋជាប្រជាពលរដ្ឋសាមញ្ញក៏ដោយគឺគេបារម្ភរឿងព័ត៌មាននឹងឯងការចល័តតបការថតលានដ្ឋានការផ្សព្វផ្សាយបន្តអីផ្សេងៗព្រោះខ្ញុំដឹងថាពេលខ្លះយើងដូចថា
cho một môi sạch trời nhưng đặng mà crop pi crop từ cái trời tôi dương miền rồi mà dương ô toàn tọt không làm cái mình tôi school rồi mình làm một cái đọc ngày ní về vay bài du hai ចា ប៉ុន្តែជាលក្ខណៈសវត្ថិភាពហើយនឹងការសម្ងាត់យើងគួរណាតែកុំបញ្ចេញព័ត៌មានទាំងអស់ហ្នឹង ចា អញ្ចឹងពួកអីបើមូលហេតុអីបានខ្ញុំលើកយកនេះមកនិយាយយើងទៅមើលព័ត៌មានដែលថៃទូទស្សន៍ថៃអីថៃយកទៅផ្សាយតគ្មានថៃណាមកថតសម្រាប់ភូមិយើងទេ ចា គឺយើងខ្លួនឯងដូចថតឲ្យថៃអញ្ចឹងគឺជាភ្នាក់ងារឲ្យគាត់អញ្ចឹង មានន័យថាយើងខ្លាយទៅជាចារកម្មឲ្យគេដោយមិនដឹងខ្លួន អាចនិយាយថាអញ្ចឹងក៏បានប៉ុន្តែខ្ញុំក៏អត់ដឹងថាពាក្យហ្នឹងមិនន័យថាម៉េចដែរប៉ុន្តែខ្ញុំនិយាយមកថាយើងខ្លួនឯងនឹងឯងព័ត៌មានយើងផុសអីហ្នឹងទៅហើយព័ត៌មានដូចថាដូច Amarin TV ចា ដូចខៅសោតដូចព័ត៌មានអីផ្សេងថៃយករបស់យើងក៏ធ្វើ food tech ធ្វើជាព័ត៌មានហ្នឹង ចា អញ្ចឹងចេញមកពីណាចេញមកពីយើងហើយថៃខ្លួនឯងក៏មានដែរប៉ុន្តែអត្រាតិចអញ្ចឹងរបៀបរបបដែលយើងផ្សព្វផ្សាយចែកចាយបន្តឬក៏យើងបង្ហោះផ្សាយហ្នឹងសូមមេត្តារក្សាអ្វីដែលជាភាពចាំបាច់និងមិនចាំបាច់ ចា ភាពចាំបាច់ឧទាហរណ៍រូបភាពជនភៀសឹកហ្នឹងគឺជារូបភាពចាំបាច់ដែរ ចា ជនភៀសឹកគាត់រងទុក្ខវេទនាដោយសារសង្គ្រាមដែលថៃឈ្លានពាននេះដូច្នេះពិភពលោកត្រូវតែទទួលបានព័ត៌មាននេះ ចា ហើយថារចនាសម្ព័ន្ធដូចខាងអ្នកនាំពាក្យរដ្ឋាភិបាលហើយដល់ផែនបូណាក៏បានលើកឡើងដែរថារឿងនេះគឺជារឿងដែលត្រូវឲ្យពិភពលោកដឹង ចា អញ្ចឹងទៅវាប្រឆាចជាមួយនឹងអ្វីដែលខ្ញុំបានលើកឡើងថាព័ត៌មានដែលចាំបាច់គួរតែផ្សាយព័ត៌មានដែលមិនចាំបាច់គួរតែបន្តទុកទៅព្រោះអីយើងកាន់ទូរស័ព្ទមួយយើងកាន់ប្រព័ន្ធចែកចាយមួយគឺជាអាយុជីវិតនៃសង្គមជាតិយើង ចា អញ្ចឹងអាការដែលទៅបង្ហោះឬក៏ផ្សាយរូបភាពដែលខ្ញុំបានលើកឡើងខាងដើមបាញ់មិញពីខ្ញុំទៅវិញអាចនិយាយបានថាវាអត់តន់ចាំបាច់នៅក្នុងការធ្វើអញ្ចឹងទេហើយបើអាចឬក៏គុំធ្វើអញ្ចឹងនៅក្នុងកលៈទេសៈនេះព្រោះកលៈទេសៈវានឹងបង្ហាញអំពីភាពខ្លាំងនិងភាពខ្សោយព្រោះមនុស្សខ្លះឆ្លាតមនុស្សខ្លះខ្លាំងប៉ុន្តែដល់ពេលមកដល់កលៈទេសៈមួយដែលគាត់អត់បានគិតជ្រុំជ្រោយឆ្លាតប៉ុណ្ណាក៏ទៅជាល្ងងដែរអញ្ចឹងអានេះជាលក្ខណៈចិត្តសាស្ត្រទូទៅមួយដើម្បីបងប្អូនយល់ថាអ្វីដែលយើងគួរធ្វើអ្វីដែលមិនគួរធ្វើអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះហើយខ្ញុំទទួលបានសំណូមពរពីបងប្អូនជាច្រើនឲ្យបកស្រាយរឿងទាំងអស់ហ្នឹង ចា ឲ្យចែករំលែករឿងទាំងអស់ហ្នឹងប៉ុន្តែខ្ញុំមិនដែលមានឱកាសបាននិយាយដោយសារខ្ញុំគិតថាមានបងប្អូនជាច្រើនបានចែករំលែកប៉ុន្តែសាច់រឿងទាំងអស់នេះវានៅតែកើតឡើងមានតដាលេចឹងទៅ ចា ហើយអាចថែមមួយទៀតក៏បានខ្ញុំឃើញមានការសន្និដ្ឋានក្រៅផ្លូវការច្រើនជាងក្នុងផ្លូវការសន្និដ្ឋានក្នុងផ្លូវការនិងក្រៅផ្លូវការដូចខ្ញុំពេលដែលខ្ញុំទៅសេអត្ថបទអីមួយខ្ញុំបារម្ភថាគេមើលមកខ្ញុំជាអ្នកដែលទុតិយស្ថានការខ្ញុំបារម្ភណាថាខ្ញុំជាអ្នកសន្និដ្ឋានថាអញ្ចឹងពេលដែលបងប្អូនទៅអានសំណេរខ្ញុំបើសិនជាខ្ញុំមិនច្បាស់គឺខ្ញុំប្រហែលជានឹងបើកវងកញ្ចក់ហើយខ្ញុំដាក់សញ្ញាសួរ ចា ហើយដើម្បីយកទិន្នន័យឬទីតេអេកទាំងអស់នោះមកបង្ហាញលុះត្រាណាតែយើងមានព័ត៌មានទាំងអស់ឲ្យគ្រប់ជ្រុងជ្រោយហើយខ្ញុំយកព័ត៌មានមកជំនាញមុំទៅសេប៉ុន្តែបងប្អូនយើងខ្លះអត់សូវមានមិនគាត់សន្និដ្ឋានហ្នឹងគេយកខ្មែរជាទីលានសាកអាវុធទេ ចា គេយកខ្មែរទៅជាអញ្ចេះអញ្ចក់អីចឹងចំពោះខ្ញុំគាត់ថាការចែករំលែកជាកំណត់ច្បងមិនខុសប្រមាណទេប៉ុន្តែការវិញ្ញាណទាំងអស់នោះវាអត់សូវជាផ្ដល់នៅធម៌ពលផ្លូវចិត្តឲ្យយើងដើរទៅមុខទេហើយត្រូវយល់ថាពាក្យផ្ដល់ធម៌ពលផ្លូវចិត្តហើយនឹងពាក្យបញ្ចូលគឺខុសគ្នាពាក្យបញ្ចូលបានថាគ្មានណាគេវៃខ្មែរបែកទេកុំថាឡើយគ្មានណាគេវៃខ្មែរបែកអាមេរិកក៏គេវៃបែកតម្រុំតែខ្មែរអានឹងជារឿងធម្មតាទេហើយសង្គ្រាមចាញ់ឈ្នះគឺវាមានតម្រង់ផ្សេងគ្នាវាមិនអាចកំណត់ថាសង្គ្រាមបែបនេះទៅតែអញ្ចឹងទេអញ្ចឹងវាបាត់បែនវាតែពោលទៅតាមស្ថានភាពជាក់ស្ដែងនៅក្នុងមុខអញ្ចឹងបើសិនជាយកអីដែលយើងមកនិយាយទាំងអស់នោះដើម្បីថាបានផលចំណេញបានផលឈ្នះនៅក្នុងលក្ខណៈវិជ័យគ្នាជាលក្ខណៈបុគ្គលខ្ញុំទទួលស្គាល់ថាអាចនិយាយទៅវាមិនជាទៅខុសទេចា៎ថាលក្ខណៈមួយដូចយើងបិទកាមេរ៉ាទៅយើងគេថាបងអញ្ចឹងយើងជាការគិតរបស់ខ្ញុំឯណាចឹងទៅប៉ុន្តែបើនៅក្នុងការចែករំលែករូបភាពទាំងអស់ហ្នឹងឬក៏រូបការចែករំលែកទ្រឹស្ដីលក្ខណៈទាំងអស់ហ្នឹងគឺវាជាលក្ខណៈមួយដែលវានាំឲ្យតែមានការសង្ស័យច្រើននាំឲ្យតែមានការមន្ទិលច្រើនហើយរឿងដែលត្រូវមន្ទិលនិងរឿងដែលយើងមិនត្រូវមន្ទិលយើងក៏គួរបែងចែកដែរអញ្ចឹងពីខ្ញុំទៅវិញអធិស្ឋានបើសិនជាលើកឡើងនេះវាអាចខុសឆ្គងប៉ុន្តែខ្ញុំមានគោលការណ៍មួយគឺខ្ញុំចែករំលែកឲ្យគិតហើយមុននឹងចែករំលែកទៀតសោតមនុស្សដែល
ចែកម្លែកអ្នកដទៃបើធ្វើមិនបាននេះគឺមិនចែកម្លែកបើខ្ញុំអាចធ្វើបានខ្ញុំយកសំណេរយកចង់បិចខ្ញុំដើម្បីបង្រួមមនុស្សអញ្ចឹងកាលណាតែបង្រួមមនុស្សនិយាយមិនឲ្យទៅជាការរើសអើងណាម្នាក់ឯងអញ្ចឹងគឺខ្ញុំទៅវិញមិនតែប៉ុណ្្នេះចាអរគុណដល់បងអូនដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមពីលើប្រធានបទរបស់យើងថ្មីនេះចាប្រហែលនាទីមុននេះគឺមានក្រសួង2បានស្នើឲ្យបញ្ឈប់ការចែកចាយមាតិកាលើបណ្ដាញសង្គមដែលមានប្រភពពីប្រទេសថៃឬក៏ប្រភពមិនច្បាស់លាស់ខ្ញុំសូមគាំទ្រនៅចំណាត់ការនិងការលើកឡើងរបស់ក្រសួងពីព្រោះថាវាជាផ្នែកមួយដើម្បីជួយឲ្យប្រជាពលរដ្ឋកម្ពុជាមានសាមគ្គីភាពផងហើយនឹងខ្ញុំនៅតែរំលឹកជាថ្មីម្ដងទៀតទៅដល់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើងដែលយើងលើកឡើងថានៅក្នុងសម័យទំនើបនេះចាសង្គ្រាមសម័យទំនើបនេះបច្ចេកវិទ្យាគឺជាអាវុធហើយព័ត៌មានគឺជាសមរភូមិចឹងបច្ចេកវិទ្យាដែលគេកំពុងប្រើមកលើយើងវាមិនមែនជាបច្ចេកវិទ្យាដែលប្រើតែលើអាវុធរបស់យោធាតែប៉ុណ្ណោះទេប៉ុន្តែគេបានប្រើបច្ចេកវិទ្យាជាច្រើនហើយយ៉ាងជ្រៅទៀតផងនៅក្នុងការប្រើប្រាស់ព័ត៌មានឲ្យคล้ายទៅជាសមរភូមិមួយវាយបំបាក់ផ្លូវចិត្តសាមគ្គីភាពនិងផ្នែកស្មារតីរបស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នានឹងខ្ញុំសូមអានជូនខ្លះដល់បងប្អូនទាំងអស់គ្នាចាគឺក្រសួងព័ត៌មាននិងក្រសួងប្រៃសណីនិងទូរគមនាគមន៍បានរួមគ្នាស្នើឲ្យសាធារណជនបញ្ឈប់ការផ្សព្វផ្សាយឬចែករំលែកមាតិកានៅលើបណ្ដាញសង្គមដែលមានប្រភពមកពីប្រទេសថៃឬមានប្រភពមិនច្បាស់លាស់ដែលអាចជាព័ត៌មានคล้ายៗការអំពាវនាវឲ្យក្រសួងទាំងពីរការអំពាវនាវរបស់ក្រសួងទាំងពីរធ្វើឡើងក្នុងអំឡុងពេលដែលភាគីថៃធ្វើសង្គ្រាមឈ្លានពានមកលើកម្ពុជាគិតត្រឹមថ្ងៃទី23ធ្នូនេះគឺជាសង្គ្រាមថ្ងៃទី17ហើយអញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺជារឿងសំខាន់ដែលយើងគួរយកចិត្តទុកដាក់ជាថ្មីម្ដងទៀតចាដោយដែលបងអូនបានលើកឡើងហើយថាបច្ចេកវិទ្យាមានគន្លឹះមានវិធីដែលធ្វើឲ្យយើងពិបាកនៅក្នុងការបែងចែកចាដាក់មកភ្នែកទៅស្តៀងមែនតើអូអានឹងពិតហើយចាអញ្ចឹងបងប្អូនទាំងអស់គ្នាកុំតន់ឲ្យសោះបើសិនជាយើងមិនស្គាល់ថាតើវាមានប្រភពមកពីណានៅក្នុងសេចក្តីណែនាំរបស់ក្រសួងទាំងពីរបានព្រមានថាការចូលទៅបញ្ចេញមតិឬចែករំលែកចុច share ឬក៏ react ទៅលើមាតិកាតាមបណ្ដាញសង្គមគឺជាការចូលរួមផ្សព្វផ្សាយព័ត៌មានคล้ายៗដោយមិនដឹងខ្លួនទង្វើខាងលើធ្វើឲ្យព័ត៌មានคล้ายៗសាយភាយការភូតកុហកញុះញង់និងបំបាក់ស្មារតីដែលអាចគ្របដណ្ដប់លុបលើសច្ចភាពនៅតាមបណ្ដាញផ្សព្វផ្សាយផ្លូវការរបស់រដ្ឋាភិបាលក្រសួងស្ថាប័ននិងសារព័ត៌មានផ្លូវការរបស់កម្ពុជាក្រសួងព័ត៌មាននិងក្រសួងទូរគមនាគមន៍សង្កត់ធ្ងន់ហើយគូសបញ្ជាក់ទៀតថាបញ្ញាសិប្បនិម្មិតឬហៅថា AI នេះជាមួយ ChatGPT និង Gemini កំពុងតែទាញព័ត៌មានទាំងនោះទៅប្រើប្រាស់និងចែករំលែកកាន់តែច្រើនដែលធ្វើឲ្យពិភពលោកយល់ច្រឡំថាវាទៅជាព័ត៌មានពិតខណៈដែលព័ត៌មានទាំងអស់នោះត្រូវបានប្រើប្រាស់ដើម្បីបិទបាំងទង្វើឈ្លានពានយ៉ាងកំរោលមកលើកម្ពុជាខាងក្រសួងក៏បានណែនាំឲ្យសាធារណជនរាយការណ៍ចាដែលយើងហៅថា report ណាចាឬក៏ block ទំព័រគណនីបណ្ដាញសង្គមដែលមានប្រភពពីប្រទេសថៃជាប្រភពមិនច្បាស់លាស់ឬទី2គេហៅថាចុចប្រតិកម្មកំហឹងទៅលើមាតិកាឬព័ត៌មានដែលផ្សព្វផ្សាយប្រភពខាងលើទន្ទឹមនឹងនេះក្រសួងទាំងពីរក៏រំលឹកដល់អ្នកធ្វើមាតិកាក្នុងប្រព័ន្ធផ្សព្វផ្សាយទាំងផ្នែកព័ត៌មានត្រូវបន្តអនុវត្តធម្មនុញ្ញវិជ្ជាជីវៈនិងស្ដារភាពត្រឹមត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានអញ្ចឹងបងប្អូនទាំងអស់គ្នានេះជារឿងសំខាន់ដែលយើងគួរយល់ដឹងទាំងអស់គ្នាក្នុងនាមយើងជាប្រជាពលរដ្ឋកម្ពុជាមួយរូបអ្វីត្បិតថាពេលខ្លះយើងអត់បានរៀនសូត្រខាងផ្នែកបច្ចេកវិទ្យាច្រើនដូចជាបងប្អូនប្រុសក៏ពិតមែនក៏ប៉ុន្តែការយល់ដឹងអំពីអ្វីដែលយើងកំពុងតែប្រើប្រាស់រាល់ថ្ងៃជារឿងចាំបាច់ដែលយើងមិនគួររំលងចាអញ្ចឹងដោយសារតែការជជែកគ្នារបស់យើងក៏មានរយៈពេលគួរសមហើយដែរចាអញ្ចឹងសូមលាលោកអ្នកនាងត្រឹមតែប៉ុណ្្នឹងប៉ុន្តែមុននឹងគោរពលាសូមបញ្ជាក់ជូនលោកអ្នកនាងថាមិនចាប់ការជជែកវែកញែកត្រឹមតែប៉ុណ្ណេះទេយើងនឹងមានប្រធានបទជាច្រើនទៀតដើម្បីផ្ដល់ជូនដល់លោកអ្នកនាងដឹកខ្មែរ Today យើងមានបេសកកម្មក្នុងការផ្ដល់ព័ត៌មានដែលមានប្រភពច្បាស់លាស់ទុកចិត្តបានជូនដល់លោកអ្នកនាង
ទាំងប្រធានបទនៃការជជែកផ្នែកបច្ចេកវិទ្យាទាំងប្រធានបទនៃការជជែកអំពីសមរភូមិព័ត៌មានសុទ្ធតែមានប្រភពដែលអាចឲ្យលោកអ្នកនាងស្វែងយល់និងគិតបន្ថែមបានអរគុណចំពោះការទស្សនាហើយក៏អធ្យាស្រ័យផងដែរការជជែកគ្នារយៈពេលយូរអាចនឹងមានកំហុសអំឡុងនៃការជជែកនេះអញ្ចឹងប្រសិនឃើញកន្លែងណាមានការខុសឆ្គងសូមមេត្តាលោកអ្នកនាងស្ថាបនាដោយក្តីមេត្តាមកកាន់ក្រុមការងាររបស់យើងហើយក៏អរគុណដល់បងអូនចំណាយពេលវេលាចូលរួមចាអរគុណបងអូនខ្លាំងមែនតើយើងនឹងមានប្រធានបទបន្តទៀតជូនលោកអ្នកសូមកុំភ្លេចតាមដានជាបន្តប្រសិនបើលោកអ្នកកំពុងទស្សនាវីដេអូយើងតាមរយៈទំព័រ Facebook Page ផ្លូវការសូមលោកអ្នកចូលទៅចុច Follow ដើម្បីមានវីដេអូថ្មីបងប្អូននឹងបានដឹងហើយប្រសិនបើលោកអ្នកកំពុងតែទស្សនាតាមរយៈ Channel YouTube ផ្លូវការរបស់ The Khmer Today សូមបងប្អូនទាំងអស់គ្នាចូលចុច Subscribe ដើម្បីទទួលបានវីដេអូបន្តទៀតនៅពេលដែលក្រុមការងារយើងមានវីដេអូថ្មីជូនលោកអ្នកនាងខណៈនេះនាងខ្ញុំបូសុគន្ធា សម្បត្តិឡាំឡាយ ខ្ញុំបាទឈុនសុធាវ៉ាន់ សូមអរគុណនិងសូមជម្រាបលា